មូលហេតុអីបានយើងត្រូវរត់មួយក្រុមរត់មួយ community អញ្ចឹងណាបើនេះបើជាយោបល់ខ្ញុំឯណាបើយើងរត់ជាក្រុមមានន័យថាយើងអាចបើថាដូចយើងរត់តែឯងវា boring ខ្លាំងដល់ពេលយើងរត់ជាក្រុមទៅយើងមានអ្នកដែលគាត់មកគាត់សុបាយមួយយើងគាត់ឈៀយើងទៅធ្វើឲ្យយើងមានអារម្មណ៍ថារត់ទៅវានេះវាសុបាយដែរចឹងវាថាយើងជួយអស់ដែរហ្នឹងហើយមួយទៀតឲ្យ replace យើងដែរដោយសារតែពេលយើងរត់ជាក្រុមណាវា motivate យើងមែនតើធម្មតាយើងរត់ម្នាក់ឯងរត់អស់ហើយ1គីឡូអត់ទៅមុខខ្ជិលហ្នឹង Okay. People should run in a club to find new friends, to find girlfriends, to socialize. Okay. Continue. No, yeah, it's a really good way to socialize, meet new people, do some connections for work, for personal life, finding friends, finding love. It's a really good way to release the stress. Yeah, true. And finish your day in a very good way. And after you sleep so good. Right. Okay, ស្វាគមន៍មកកាន់ episode ទី15សួស្តីអ្នកនរគ្នាអញ្ចឹងមុននឹងអ្នកនរគ្នាបានឃើញបន្តិចអីតើតងជាមួយនឹងសួរខ្ញុំសួរ Lucas ថាហេតុអីមិនជាយើងធ្វើហត់ជាមួយនឹងក្រុមមកលេបវាថាមករ៉ាន់ជាមួយនឹងក្រុមលក្ខណៈក្រុមប្រាំអីចឹងណា club ប្រាំអីចឹងហេតុអី and he's like yeah មកហត់មកឲ្យលោមានសង្ស័យចឹង like okay well ហ្នឹងហើយអ្នកនរគ្នាស្វាគមន៍មកកាន់ episode ទី15ហើយ episode នេះវានេះតិចអត់សូវជាមានសកម្មភាពរត់ច្រើនមានតែមួយឯងមានប៉ុន្តែមានតែមួយឯងហើយរត់ហ្នឹងគឺកម្មវិធី Conzi ដែលខ្ញុំថ្ងៃតនេះបើទៅវិញអ្នកនរគ្នាខ្ញុំបានចុះឈ្មោះសម្រាប់កម្មវិធី virtual run មួយទៀតហើយអស់លុយទៀតណាអស់លុយទៀតដែលកម្មវិធីហ្នឹងគឺរត់ចម្ងាយ 222.2 គីឡូមិនមែនមួយថ្ងៃទេមួយថ្ងៃមកខ្ញុំទៅចុះស្អីមានធ្វើស្អីកើតមួយថ្ងៃលុយ200គីឡូដូចជិះទៅខេត្តចង់និយាយថា222.2 គីឡូហ្នឹងគឺយើងអាចរត់ចាប់ពីថ្ងៃដែលយើងចុះឈ្មោះរហូតដល់ថ្ងៃទី11ខែមេសាហើយ idea របស់ខ្ញុំចង់រត់ឲ្យចប់មុនដាច់ខែ3ឬក៏ចុងខែ3ហ្នឹងគឺចប់ហ្មងអាហ្នឹងគឺជាគោលដៅរបស់ខ្ញុំឥឡូវហ្នឹងព្រមម្ដងថ្ងៃនេះគឺថ្ងៃហ្នឹងថ្ងៃទី6ខែកុម្ភៈ so នេះគឺជា race bib ទី1ឬក៏សម្ភារៈទី1ថ្ងៃស្អែកនៅ Conzi នៅពេលហួតបឹងស្នោនេះហើយខ្ញុំលេខរៀងគឺ1038 yeah នេះគឺ client and យើងផ្សាយអស់លេខអាសាទៅនេះអូខេចឹងឥឡូវយើងចេញពីនេះយើងទៅបើកមកកន្លែងទៀតនៅជីកម៉ុង271របស់ស៊ូស៊ូ even គេរត់ស្អែកដូចគ្នា but sadly I cannot រត់ថ្ងៃស្អែកនៅស៊ូស៊ូហ្នឹងនៅជីកម៉ុងហ្នឹងទីតាំងដូច fuel tank លើកមុនអញ្ចឹងតែអត់អាចរត់បានដោយសារតែវាជន់ថ្ងៃគ្នាហើយយើងខាងនោះគេ allow ឲ្យរត់ virtual អាចរត់ពេលណាផ្សេងក៏បានគេឲ្យពេលមួយខែពីថ្ងៃទី8ខែ2រហូតដល់ថ្ងៃទី8ខែ3គេឲ្យពេលមួយខែដើម្បីយើង complete អា 10k race ឬក៏ 5k race ដែលយើង register 10k by the way អញ្ចឹង after មួយខែហ្នឹងចុះឈ្មោះឲ្យរត់ហើយពេលណាប្រាប់គេផ្ដល់ update ទៅគេឲ្យយកមេដៃពេលហ្នឹងតែឥឡូវយើងទៅហ្នឹងគឺយើងទៅយកអាវយឺតហើយនឹងខ្ញុំមានឆ្ងល់ទៅគាត់ virtual អត់មានប៊ីបដែរយល់អីប៊ីបហ្នឹងmerchandise is a merchandise តែអាផ្លាកឈ្មោះនេះ Yo you I think it's just like babe អត់ថ្មមែនអត់លុតអត់ទេអូខេចុចលើ screen ចេញ I think គាត់តែយើងយកសម្រាប់អនុស្សាវរីយ៍ maybe វាអញ្ចឹងព្រោះនៅស្រុកគេពួក runner ពួក race អីគេគ្រឿងយ៉ាងហ្នឹងក៏ពីមេដៃគេគ្រឿងយ៉ាងហ្នឹងដែរអូខេសុំ restricted ស្អាតอ่ะ so cute I kind of want it though want what ឡានបលឿងមិញអូហ្នឹងឡាកុយទៅ Yeah ជីពីនេះមកធ្វើការអូខេ so yeah មិញហ្នឹងយើងបាន pick up bib របស់ Adidas ឬក៏ even របស់ Suzu ណាឥឡូវខ្ញុំឲ្យអ្នកនរគ្នាមើលខ្ញុំបើកក្នុងនេះហ្មងក្នុងឡានហ្មងនេះ what's up never say never Suzu 10k charity run dope and then you have voucher 20% discount របស់ Adidas ដែលអាចទិញនៅក្នុងសាទំនប់ជីបម៉ុង271 this is going to be សម្រាប់ទិញស្អីគេEvo SL អញ្ចឹងណាពី160 130 why not okay let's go to the bib and shirt
តែតើជាមួយនឹង bib របស់កម្មវិធីនេះយើងមានពីរប្រភេទយើងមាន bib សម្រាប់ហត់នៅកម្មវិធី event ហ្មងហ្នឹង bib របស់ខ្ញុំនេះគឺ bib virtual អញ្ចឹងរបស់ខ្ញុំនេះគឺ virtual 10k អ្នកនេះមើលឃើញហើយ bib លយហើយមានឈ្មោះយើងនៅកន្លែងនេះឈ្មោះរបស់យើងហ្មង shit អាងឡើង quality my god សេរីអ្នកគ្នាខាងមុខអត់មានអីច្រើនទេមានតែអក្សរខាងមុខនេះគឺនេះ Susu 10k ឲ្យខ្ញុំឲ្យ10គីឡូចឹង 10k charity run by the future for the future ហើយខាងក្រោយមានពាក្យថា never say never this is dope bro នៅក្នុងវីដេអូមួយនេះខ្ញុំបង្ហាញអាវវិញទៅខ្ញុំទៅទិញទៀតណាគឺអាវរបស់ក្រុមក្លឹបរ៉ាំនឹងយើងមួយទៀតហើយគឺមានឈ្មោះថាខ្មែររ៉ាន់ក្រុមនឹងសេរីចាស់ក្លឹបនឹងសេរីចាស់ហ្មងបងជើងចាស់អីអ៊ំពូមិញអីគាត់រត់ក្នុងហ្នឹងអត់ទេខ្ញុំនិយាយចឹងហ្មងអធិស្ឋានដោយសារពួកគាត់សេរីចាស់មែនអញ្ចឹងយើងត្រូវនិយាយគ្រប់ពួកគាត់ដែរជើងចាស់និយាយទៅរៀមច្បងនេះគឺជាអាវខ្មែររ៉ាន់ season ថ្មី collection ថ្មីរបស់គាត់ខ្មែររ៉ាន់ see that it's very cool ហើយស្រាលមែនតើទៅជាទៀតជាមួយនឹងការ design ភាសាប្រវត្តិខ្ញុំទិញភាសាប្រវត្តិហ្នឹងតាអូខេ so នេះគឺជា gear ពាក់ថ្ងៃស្អែកហត់10គីឡូស្អែកជាមួយនឹង Ganzi so yeah the bib ខ្ញុំប្រហែលជាអត់ដាក់ទៅលើអាវខ្ញុំដាក់លើខោដោយសារតែចង់ឲ្យវាខូចណា and សូមជើងក៏បែកបស yeah and អាវរបស់ Zero Runner Club ដោយសារតែស្អែកហ្នឹង represent របស់ក្រុម Zero ហើយមានអាវុធរបស់ក្រុម Zero តែ4នាក់ទេអញ្ចឹងសុំគេពាក់អាវ club ទៅអាវក្រុមទៅ and yeah ខោពណ៌ខៀវ fit ជាមួយនឹងអាវពណ៌ខៀវនៅយើងបាន2គីឡូហើយ3គីឡូ Fuck man it's hard to ignore the pain ជិះកោចិត្តស្ដាំ5គីឡូហើយ6គីឡូมัน7គីឡូហើយ3គីឡូទៀតដល់ទីវិញទៅ Let's go we can finish this shit bro come on ជើងលេងអីនេះទីដល់មកមុខវិញអស់មនុស្សលេងតែខ្ញុំមិនថយគេខ្ញុំដឹងព្រោះនៅមានអ្នកដែលខ្ញុំតំបាជាមួយគ្នា4-5នាក់តែមិញមែនជឿជើងធ្វើយើងក្រោយគេមែនតើ You know what I'm gonna get my camera down One more K to go I see people តន់គប់គីឡូដល់ទីបាត់What the fuck? Time rồi này. Phải mai chứ. Got the medal. Got the medal, first medal of February. Pùng rách à? Pùng rách. Ở đây ăn đâu xử lễ, ở đấy ở đây xử lễ ở đây. Ở đây cái tấm pung này. Ở đây. Chờ mò mì bánh su su à? Su su. Cà phê à? Đây đây kinh được cà phê. Vâng số mày lấy gì? Mày lấy gì? Đấy vẽ đi. Vâng vâng xung lên một tí. Lên một tí.
ស៊ូៗមេដៃប្លុកនេះប៉ុណ្្នឹងឯងជួបគ្នានៅ episode ទី16 បាយ